Hello សួស្តីបងប្អូនទាំងអស់គ្នាបាទជួបជាមួយខ្ញុំchannel នេះហើយខ្ញុំចេះដាក់ឈ្មោះទេបាទសំណុតអីខ្ញុំតើមានកូនផងហ្នឹងខ្ញុំជាចៅសាបាទ Facebook ខ្ញុំអាច add មកបាទសខ្មែរនេះគឺជាការមិចរបស់ខ្ញុំនៅលើ Excel Studio ដោយសារខ្ញុំអត់ចេះប្រើ Cubase ទេតែនៅពេលណាមួយគឺខ្ញុំនឹងរៀនប្រើ Cubase បាទនេះ mixer របស់យើងបាទតាក់ទងជាមួយនឹងការ mix vocal នៅលើ SL Studio ដោយសារ microphone ដែលខ្ញុំប្រើគឺជា microphone របស់ចិន microphone អន់ទេបាទអឺនេះគឺជា plain shot បាទខ្ញុំមាន mic អីច្រើនទេបាទនេះអាហ្នឹងតែខ្ញុំវាមិនចេះអីទេប៉ុន្តែយើងស្ដាប់ទៅតាមបទភ្លេងបាទអានេះ vocal គឺមាន plugin ប៉ុណ្ណេះ auto tune effect មួយបាទបង្ហាញខ្លះអំពីនេះ auto tune effect នេះកាត់ noise ខ្ញុំប្រើនេះដើម្បីកាត់សំឡេងស្រូបពីខាងក្រៅសំឡេងខានបាទត្រុសទៅបាទតបមកខ្ញុំមាន Orvox នេះគឺខ្ញុំ mix ចុចយកទៅនេះគេថា compressor បាទជា plugin scene របស់SL Studio ទេបាទសង្ឃឹមថានៅក្នុងនេះអូផ្លេចបើក volume នេះចឹងបាននិយាយមិនសូវលឺមកជាស្រ័យនេះគឺជា compressor របស់ SL Studio តែម្ដងបាទមើលទូទៅបាទតបមកយើងមាន EQ2 បាទគឺខ្ញុំ mix បែបនេះបាទតបមកមាន compress mono បាទមើលទៅបាទ preset ដែលខ្ញុំមានបាទតបមកមាន DSR mono មួយទៀតហើយនេះមើលលេងទៅបងប្អូនខ្ញុំមិនដឹងប្រាប់ពីណាទៅណាមុនទេតែគាត់ខ្ញុំបង្ហាញអស់ចាំខ្ញុំចាយស្ដាប់ទាំងអស់គ្នាបាទនេះគឺជា compressor មួយដែរបាទដែលពេញនិយមខ្លាំងមែនតែនបាទលើវិស័យថតបទចម្រៀងចេញពី vocal យើងទៅមើលបើសទាំងអស់គ្នាខ្ញុំមិនខុសគេដោយសារខ្ញុំអត់ចេះដោយសារមានគ្រូទេខ្ញុំហាត់ធ្វើម្ដងមួយអញ្ចឹងណាបាទនេះមើលទៅបាទខ្ញុំមិនវាប៉ុណ្ណានេះ plugin scene របស់ SL Studio បាទនេះ Evox មើលលេងទៅបាទច្រើនទៅ reverb ប៉ុណ្ណេះ delay ប៉ុណ្ណេះចំពោះ reverb delay reverb ខ្ញុំប្រើ reverb studio បាទពិសេសវាប៉ុណ្ណេះបាទតមកចូល delay studio មកមើលលេងទៅបាទត្រុសទៅឥឡូវយើងទៅស្ដាប់ការមិចសំឡេងរបស់ខ្ញុំផ្ទាល់ទាំងអស់គ្នាអានេះខ្ញុំច្រៀងលេងទេបាទបាត់ទៅនេះមួយសិនបាទពេលនឹងដល់សង្សារចាំចង់យំគ្រាមួយដែលមានរូបមុំនៅក្បែរទុំអូនជាស្រីលេងសាច់មិនថាដោយសារតែ
computer ខ្ញុំវារត់អត់រួចទេនៅពេល record បើចាក់ធម្មតាគ្រាន់បើអាចទទួលស្ដាប់យកបានអញ្ចឹងណាបើវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ